រុនធុតណាស្ត្រីជាតិបេឡារុសម្នាក់ត្រូវបានគេសម្លាប់ហើយវាយកសាររីរៀងសម្រាប់ជួយដូរនៅក្នុងប្រទេសថៃកងទ័ពថៃនៅថ្ងៃទី19ខែតុលាឆ្នាំ2025នេះបានបដិសេធរបាយការណ៍ថាទាហានកម្ពុជាចំនួន18នាក់ត្រូវដោះលែងគឺមិនមែនជាការពិតទាំងស្រុងទេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ការវិភាគព័ត៌មានអន្តរជាតិយោងតាមសារព័ត៌មាន The Chosen ចេញផ្សាយកាលពីថ្ងៃទី17ខែតុលាឆ្នាំ2025បានដឹងថាយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសរួមទាំង Daily Mail កាលពីថ្ងៃទី17កន្លងទៅនេះស្ត្រីឈ្មោះ Vera Krausova អាយុ26ឆ្នាំជនជាតិបេឡារុសបានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃកាលពីខែមុនបន្ទាប់ពីទទួលបានសារដែលផ្ដល់ការងារជា model ក្រៅម៉ោងហើយបានទៅសម្ភាសន៍លុះមកដល់ប្រទេសថៃក្រៅសូវ៉ាត្រូវបានចាប់ពង្រត់ភ្លាមដោយក្រុមអ ுக ្រិតកម្មក្នុងស្រុកហើយនាំទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ានាងត្រូវបានដកហូតលិខិតឆ្លងដែននឹងទូរស័ព្ទដៃរងការវាយដំនិងការគំរាមកំហែងនិងបង្ខំឲ្យចូលរួមសកម្មភាពទាក់ទងនឹងអ ுக ្រិតកម្មតាមអ៊ីនធឺណិតអ្នកដែលនាំមកកន្លែងបោកប្រាស់ត្រូវបានបង្ខាំងនិងបង្ខំឲ្យធ្វើការបន្លំជាសម្លេងនិងកិច្ចការផ្សេងទៀតប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំឬមិនបានបំពេញគោលដៅនៃការបោកឆញ្ឆោតតាមការកំណត់នោះពួកគេប្រឈមមុខនឹងការរំលោភការធ្វើទារុណកម្មនិងគំរាមកំហែងពីបេសកចាដោយបង្ខំនិងវគ្គយកសាររៀងចេញកងទ័ពថៃនៅថ្ងៃទី19ខែតុលាឆ្នាំ2025នេះបានបដិសេធរបាយការណ៍ដែលថាទាហានកម្ពុជាចំនួន18នាក់ត្រូវដោះលែងគឺមិនមែនជាការពិតទាំងស្រុងទេនេះបើតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃអាទិត្យទី19ខែតុលាឆ្នាំ2025ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានការផ្សាយបទសម្ភាសន៍របស់លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅថ្ងៃសៅរ៍ទី18ខែតុលាឆ្នាំ2025ដែលបញ្ជាក់ថានៅក្នុងឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលរំពឹងនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរភាគីថៃបានអាយភាពថានឹងដោះលែងទាហានកម្ពុជាទាំង18រូបដោយពុំមានការរងចាំទៀតនោះទេចំពោះឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពនេះរំពឹងអាចត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដែលមានវត្តមានលោក Donald Trump ធ្វើជាសាក្សីពេលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីចុងខែនេះយ៉ាងណាមិញអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធថៃលោកវិថីឡៃធំម៉ាយ៉ាបានច្រានចោលរបាយការណ៍នេះថាជាព័ត៌មានមិនពិតទាំងស្រុងដោយបញ្ជាក់ថាមិនមានអ្នកទោសសង្គ្រាមកម្ពុជាណាត្រូវបានដោះលែងនោះទេអ្នកនាំពាក្យរូបនេះបាននិយាយថាការពិចារណាលើការផ្ទេរឬការដោះលែងអ្នកទោសអាចដំណើរការបានលុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌទាំង4ដែលកំណត់ដោយប្រទេសថៃរួមមានដូចជាការដកអាវុធធ្ងន់ធ្ងរការរួមគ្នាបោសសម្អាតមីនកិច្ចសហការដោះស្រាយប្រតិបត្តិការឆោបឆោតតាមអ៊ីនធឺណិតឆ្លងដែននិងការដោះស្រាយបញ្ហាការទុនទ្រានព្រំដែនលោកវិថីឡៃធំម៉ាយ៉ាបានសង្កត់ធ្ងន់ថាលក្ខខណ្ឌទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតសន្តិភាពសេរីភាពនិងការជឿជាក់ទៅវិញទៅមករវាងប្រជាជាតិទាំងពីរទាក់ទងនឹងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលអះអាងថាប្រទេសថៃបានយល់ព្រមដោះលែងទាហានកម្ពុជាចំនួន18នាក់ភ្លាមបន្ទាប់ពីការចុះហត្ថលេខាលោកស៊ីហាសាវភួងត្រកៀតកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសង្កត់ធ្ងន់ថាដំណើរការដោះលែងពិតជាបានរួមបញ្ចូលក្នុងសេចក្តីប្រកាសប៉ុន្តែត្រូវដំណើរការតាមជំហានជាក់លាក់លោកស៊ីហាសាវបានបន្តថាពេលដែលជំហាននោះត្រូវបានអនុវត្តការដោះលែងអ្នកទោសនឹងជាផ្នែកមួយនៃដំណើរការនោះលោកបានលើកឡើងថាសេចក្តីប្រកាសនេះអានថាសកម្មភាពត្រូវមានមុនការពិចារណាអំពីការដោះលែងអ្នកទោសណាមួយសូមជម្រាបជូនដែរថាគឺត្រឹមថ្ងៃទី19ខែតុលាឆ្នាំ2025នេះគឺមានរយៈពេល82ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់បន្ទាប់ពីបទឈប់ឆោតចូលជាធរៈមកកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025